សម្រាប់បងប្អូនដែលគាត់ធ្វើវីដេអូទាក់ទងទៅនឹង product ផលិតផលរបស់បងប្អូនហើយបងប្អូនធ្វើការផុសចូលទៅកាន់ទំព័រក៏ដូចជា page ឬក៏ Facebook យើងផុសវាប៉ុន្តែវាអត់រុញទៅកាន់អតិថិជនក៏ដូចជាបងប្អូនដទៃទៀតដែលគាត់មើលនៅវីដេអូរបស់យើងណាគឺអត់សូវរីកទេបើសិនជាយើងមានវីដេអូហើយយើងផុសចូលទៅកាន់ page របស់យើងវាអត់រីកទេអញ្ចឹងបងប្អូនគួរតែចូលទៅឆែកមើលរីកនៅកន្លែង page របស់បងប្អូនតែម្ដងអញ្ចឹងវិធីនៃការចូលបងប្អូនកុំភ្លេចមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់ខ្ញុំនឹងប្រាប់បងប្អូនពីវិធីនៃការចូលទៅមើល reach page អញ្ចឹង page វាមាន2យ៉ាងមានទី1វាងាប់ reach ទី1ងាប់ reach ទី2 reach page អញ្ចឹងបើសិនជា reach page ទី2ទី1ងាប់ page ងាប់ page គឺបានន័យថាវាធ្លាក់ reach ធ្លាក់ក្រហមតែម្ដងហើយបើសិនជាវាឡើងខៀវឡើងពណ៌បៃតងគឺបានន័យថាអា page របស់យើងគឺវា reach អញ្ចឹងពេលដែលយើងផុសវីដេអូអីក៏ផ្ទុះដែរអញ្ចឹងជាក់ស្ដែងដូចខ្ញុំបង្ហាញឲ្យអ្នកនរគ្នាមើលអញ្ចឹងហើយជាដំបូងអ្នកនរគ្នាបើកនៅ Google Chrome របស់អ្នកនរគ្នាមកហើយ login account admin របស់អ្នកនរគ្នាបន្តមកទៀតវាបានបែបនេះអានេះ account admin របស់ខ្ញុំហើយខ្ញុំធ្វើការ login page មួយនេះហើយបងប្អូនអាចមើលជាក់ស្ដែងបានគឺវាពណ៌ក្រហមគឺវាដករហូតដល់33%កន្លែង viewer កន្លែង viewer ដែលបងប្អូនយើងមើលគឺវាដកគឺបានន័យថា page របស់យើងគឺធ្លាក់ reach ចំនួន33%ហើយកន្លែងដែលចំនួនអ្នកមើលត្រឹម3 second ទៅគឺ37%វារៀងច្រើនដែរអ្នកនរគ្នាហើយកន្លែងដែលមួយទី1 minute នេះ 1 minute view ហ្នឹងគឺវាដកទៅដល់27អញ្ចឹងអាទី1នេះវាដក33ហើយកន្លែង view នេះវាដក33កន្លែងនេះវាដក37អញ្ចឹងកន្លែងនេះវាដក27ទៀតអញ្ចឹងនិយាយរួមទៅគ្រប់ page ទាំងអស់បើសិនជាយើងចូលទៅឆែកមើលមិនថា page មិនថា account ទេបើសិនជាយើងចូលទៅឆែកមើលកន្លែង reach ហ្នឹងវាលោតក្រហមគឺ page របស់យើងគឺធ្លាក់ reach ហើយបើសិនជាយើងចូលទៅឆែកមើលមិនថា account ឬក៏ page ទេពេលយើងឆែកមើលវាធ្លាក់ reach បែបនេះបើសិនជាយើងឆែកមើលហើយវានិយាយរួមទៅឲ្យតែពឺក្រហមគឺ page របស់យើងគឺធ្លាក់ reach បើសិនជាបងប្អូនធ្វើការផុសឬក៏ share អីគឺបងប្អូនដទៃទៀតមិនអាចមើលនៅវីដេអូរបស់អ្នកតគ្នាបានទេមិនថាគាត់ follow ឬក៏មិន follow ទេគឺគាត់មើលយើងអត់ឃើញតែម្ដងគឺវាបាត់អញ្ចឹងយើងធ្វើការ build វាធ្វើយ៉ាងណាឲ្យកន្លែងនេះវាឡើង queue អានេះខ្ញុំយក page របស់ខ្ញុំមកឧទាហរណ៍អា page ហ្នឹងគឺខ្ញុំមិនសូវជាបានផុសវីដេអូទេគឺវាធ្លាក់ reach ដក33 37 27គឺវាធ្វើការដក reach របស់ខ្ញុំតែម្ដងលោកមុនវាឡើង queue ហើយវាធ្វើការដក reach ខ្ញុំរហូតដល់33%ច្រើនណាស់អ្នកនរគ្នាប៉ុណ្ណេះអញ្ចឹងមូលហេតុនេះហើយដែលយើងផុសវីដេអូអត់ឡើងទេហើយផុសក៏អត់ reach ដែរអញ្ចឹងយើងត្រូវធ្វើការ build page ហ្នឹងឲ្យឡើង queue វិញ build យ៉ាងម៉េច build ហ្នឹងគឺយើងត្រូវធ្វើការផុសវីដេអូជាប្រចាំហើយមួយទៀតអាសា active admin active page បើមិនអញ្ចឹងទេគឺធ្លាក់ reach ហើយបើសិនជា page របស់យើងធ្លាក់ reach ហើយ admin យើងធ្លាក់ reach ទៀតអាហ្នឹងគឺធ្ងន់កតែម្ដងអ្នកនរគ្នាអញ្ចឹងវីដេអូមួយនេះគឺសំខាន់សម្រាប់បងប្អូនយើងធ្វើការកាន់ page ក៏ដូចជារកស៊ីនៅ online អញ្ចឹងកុំភ្លេចឆែកមើល reach page របស់អ្នកនរគ្នាផងហើយ page ដែលល្អ page ដែលធ្វើការផុសទៅគឺ reach ល្អគឺបែបនេះអ្នកនរគ្នាខ្ញុំដាក់ឲ្យអ្នកនរគ្នាមើលជាក់ស្ដែងតែម្ដង page ពណ៌ក្រហមដែលខ្ញុំកំពុងតែបង្ហាញនេះគឺវាធ្លាក់ reach ហើយអញ្ចឹងយើងធ្វើការផុសអីគឺមិនសូវមានអ្នកមើលទេហើយបើសិនជា page របស់យើងចាញ់ green បែបនេះខ្ញុំដាក់ឲ្យអ្នកនរគ្នាមើលនេះ page របស់យើងគឺមាន green បែបនេះគឺបានន័យថារាល់វីដេអូដែលបងប្អូនផុសគឺវារុញទៅបងប្អូនដទៃទៀតគាត់បានឃើញនៅវីដេអូរបស់យើងនិយាយពី product យើងផុសពីរូបភាព product យើងធ្វើការផុសវីដេអូទាក់ទងលក់ផលិតផលអីគឺវារុញទៅតែម្ដងហើយបើសិនយើងធ្វើការ sponsor ទៀតអានឹងគឺរឹតតែផ្ទុះទៀតអញ្ចឹងធ្វើឲ្យអតិថិជនរបស់យើងគឺមកយីហោហែអញ្ចឹងបើសិនជា page របស់យើង load ពណ៌ Q បែបនេះគឺបានន័យថា page របស់យើងគឺ reach ល្អអញ្ចឹងពេលដែលវាផុសអញ្ចឹងពេលដែលវាចេញ Q បែបនេះហើយអ្នកនរគ្នាកុំដកដៃគឺត្រូវការ active page ហ្នឹងធ្វើការផុសមួយថ្ងៃ2 3វីដេអូទៅឬក៏4 5ទៅយ៉ាងច្រើនហើយមួយទៀតធ្វើការ active page ហ្នឹងដើម្បីឲ្យវា suggest ទៅបងប្អូនដទៃទៀតបងយើងគឺដឹងស្រាប់ហើយព្រោះបច្ចុប្បន្ននេះគឺមិនថាអ្នកណាទេវ័យប៉ុណ្ណាទេគឺកាន់ទូរស័ព្ទទាំងអស់អញ្ចឹងបើសិនជាយើងអត់បានកាន់ទូរស័ព្ទគឺបានន័យថា page របស់យើងគឺមិនបានសកម្មទេអញ្ចឹងដោយវីដេអូរបស់ខ្ញុំដែលខ្ញុំកំពុងបង្ហាញហ្នឹងគឺ page របស់ខ្ញុំមួយនេះគឺវា reach ល្អនេះវាឡើងរហូតដល់ 100% ទាំង3កន្លែងនេះ view 100% ជាងហើយកន្លែង basic នេះ 100% យើងនិយាយទៅឲ្យតែ page យើងមិនថា page មិនថា account ទេឲ្យតែចាញ់ Q បែបនេះគឺវា reach ហើយ page របស់យើងគឺ reach ហើយអញ្ចឹងបងប្អូនធ្វើការផុសវីដេអូតទៀតទៅហើយបើសិនជា page របស់បងប្អូនចូលទៅមើលកន្លែង reach វាចេញក្រហមបងប្អូនគួរតែផុសវីដេអូ 4 10 វីដេអូទៅហើយឲ្យតែវីដេអូសំខាន់យើងនិយាយទាក់ទងទៅនឹង product ផលិតផលរបស់យើងផុសទៅដើម្បីឲ្យ page របស់យើងឡើង reach មកវិញហើយបើសិនជា page របស់យើងឡើង reach បែបនេះហើយយើងកុំផុស 4 10 វីដេអូនឹងទៀតយើងផុសមួយថ្ងៃ1ថ្ងៃ2ទៅកុំឲ្យច្រើនពេកព្រោះ page របស់យើងគឺឡើង reach វិញហើយយើងមិនចាំបាច់បង្ខំផុសវីដេអូទេ
ហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាខ្ញុំប្រាប់ពីរបៀបក្នុងការមើល page reach ល្អនិង page ងាប់ reach អញ្ចឹងបងប្អូនមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់ខ្ញុំសង្ឃឹមថាបងប្អូននឹងយល់តាក់ទងទៅនឹង page អញ្ចឹងបើសិនជា page យើងអត់ reach ទេធ្លាក់ reach ងាប់ reach គឺយើងផុសវីដេអូប៉ុណ្ណាក៏គ្មានអ្នកមើលដែរយ៉ាងច្រើន50 60 view ឯង view ដឹងអ្នកណាអ្នកមើលខ្លះអញ្ចឹងហើយបើសិនជា page យើងមាន Q បែបនេះគឺល្អផុសគឺល្អតែម្ដងគឺដាក់ដល់ឡើងមួយខេ view គឺខ្លាំងហើយ page របស់យើងគឺយើងត្រូវតែធ្វើការ active បើមិនធ្វើការ active ទេ page របស់យើងគឺងាប់ reach ទាំងអស់ហើយ page យើងងាប់ reach ហើយ admin យើងងាប់ reach ទៀតអានឹងកាន់តែធ្ងន់ហើយតម្រាំនឹង build បានវាឡើង skill បែបនេះអ្នកនរគ្នាប្រើពេលយូរណាអញ្ចឹងអ្នកនរគ្នាគួរតែឆែកមើលទាំងអស់គ្នាសម្រាប់បងប្អូនយើងលក់ online ក៏ដូចជាបងកាន់ page ក៏ដូចជាខាង advertising អីគឺគាត់ដឹងហើយគាត់មើលតែកន្លែងគឺគាត់ដឹងហើយមូលហេតុដែល page រុញទៅភ្ញៀវច្រើន page អត់រុញដោយសារអីកន្លែង reach ហ្នឹងអ្នកនរគ្នាគួរតែមើលកន្លែង reach ហ្នឹងបើសិនជាវា load ពណ៌ក្រហមអ្នកនរគ្នាគួរតែ build ផុសវីដេអូអាសាផុសវីដេអូកុំទាន់លក់ page ហ្នឹងបើសិនជា page របស់យើងមួយហ្នឹងសម្រាប់លក់ផលិតផលអញ្ចឹងយើងទុក page មួយហ្នឹងសម្រាប់បណ្ដោះ reach សិនយើងកុំទាន់ផុសផលិតផលរបស់យើងធ្វើការផុសវីដេអូតាក់ទងទៅនឹងនិយាយទៅវីដេអូអីក៏បានឲ្យតែអ្នកនរគ្នាគិតថាល្អគឺអ្នកនរគ្នាធ្វើការផុសទៅដើម្បីឲ្យ page របស់យើងឡើង reach មកវិញសិនកាលណាវាឡើង reach បែបនេះហើយយើងធ្វើការ live ឬក៏លក់ផលិតផលនៅលើ page មួយហ្នឹងគឺ reach ល្អតែម្ដងគឺដាក់ទៅដឹងតែមានភ្ញៀវច្រើនចូលនៅក្នុង page របស់យើងតែម្ដងអូខេវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាហើយជាចុងក្រោយអរគុណសម្រាប់ការចូលទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ហើយខ្ញុំសង្ឃឹមថាគ្នាយើងនឹងយល់កន្លែងមួយនេះអញ្ចឹងកុំភ្លេចចូលទៅឆែកមើលទាំងអស់គ្នាផងណាព្រោះ page វាមានតែ2ចំណុចទេទី1ងាប់ reach ទី2 reach ល្អអញ្ចឹងតែ page reach ល្អគឺយើងដាក់ទៅគឺដឹងតែផ្ទុះហើយតែបើ page reach យើង build សិនផុសវីដេអូអាសាផុសវីដេអូឲ្យវាឡើង reach សិនចាំយើងធ្វើការ live ឬក៏លក់ផលិតផលបន្តបាទអរគុណច្រើនសម្រាប់ការចូលទស្សនាខ្ញុំមានតែប៉ុណ្្នឹងអ្នកនរគ្នាចាំជួបគ្នានៅវីដេអូបន្តអរគុណ